កម្ពុជាប៉ាគីស្ថានបដិញ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀតនៅវេលារសៀលថ្ងៃអង្គារទី3ខែកុម្ភៈឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមស៊ីយ៉េតយូសាហ្វរ៉ាហ្សាជីឡានីប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននៅវិមានសន្តិភាពក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី2ដល់ថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ក្នុងឱកាសនៃជំនួបឯកឧត្តមប្រធានព្រឹទ្ធសភាបានសម្ដែងនូវក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ភាគីកម្ពុជាឯកឧត្តមបានរំលឹកថាឆ្នាំនេះគឺជាខួបលើកទី74នៃទំនាក់ទំនងការទូតប៉ាគីស្ថានកម្ពុជាដោយក្នុងនោះប៉ាគីស្ថានគឺជាប្រទេសដំបូងមួយដែរដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជាឯកឧត្តមក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមានគឺសក្តានុពលលើវិស័យកសិកម្មនិងកម្លាំងពលកម្មវ័យក្មេងដ៏សកម្មជាមួយគ្នានេះឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមកនិងបានបង្ហាញជំនឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភានិងគណៈប្រតិភូសម្ដេចបវរធិបតីបានគូបញ្ជាក់ថាវត្តមានរបស់ឯកឧត្តមប្រធានព្រឹទ្ធសភានាពេលនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរសម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថាដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀតខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រនិងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិឲ្យកាន់តែជិតស្និទ្ធថែមទៀតសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនរួមមានវិស័យនយោបាយនិងការទូតសន្តិសុខនិងការពារជាតិពាណិជ្ជកម្មនិងការវិនិយោគកសិកម្មបច្ចេកវិទ្យាធនធានរ៉ែកម្មន្តសាលអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈវប្បធម៌ទេសចរណ៍សុខាភិបាលនិងការតភ្ជាប់រវាងប្រជាជននិងប្រជាជនជាដើមសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានព្រឹទ្ធសភាបានលើកទឹកចិត្តឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជននៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នាសម្ដៅស្វែងរកកលានុវត្តភាពថ្មីបន្ថែមទៀតក្នុងការជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវេទិកាតំបន់និងអន្តរជាតិផងដែរ